Hello សុខសួស្តីអ្នកគ្នាជួបជាមួយខ្ញុំម្ដងទៀតហើយជាមួយសាររឿងអន្តេស្នេហ៍ម៉ាហ្វៀភាគទី20ចឹងខ្ញុំសូមទោសទុកមុនអ្នកគ្នាភាគនេះគឺខ្ញុំសម្រាប់ប្រហែលជាអត់សូវល្អទេដោយសារតែសលេងរបស់ខ្ញុំហ្នឹងគឺវានៅងល់ឡើយដោយសារតែផ្ដាសាយធំណាអូខេឥឡូវអត់និយាយច្រើនទេយើងចូលទៅកាន់ភាគទី20ទាំងអស់គ្នាចាប់ផ្ដើមនៃភាគទី20នេះមកគឺយើងដឹងហើយថាកូនស្រីរបស់យើងហ្នឹងគឺគាត់ចូលទៅជួយធ្វើម្ហូបជាមួយនឹងលីនដាប្រហែលជាមួយស្ទុះធំក្រោយមកពួកគេទាំងពីរនាក់ហ្នឹងក៏បានកាន់ចានម្ហូបមកយ៉ាងច្រើនកូនវិញឃើញអញ្ចឹងក៏បានចូលទៅជួយលើកអាហារហ្នឹងយកមកដាក់លើតុហ្នឹងណាហើយក៏រៀបឃើញថាគេចូលទៅជួយកូនស្រីរបស់យើងខ្លាចគេបានបន្ទុកលើខ្លួនក៏បានបញ្ញាចូលទៅជួយគេដែរបន្ទាប់ពីនោះពួកគេទាំង4នាក់ក៏បានអង្គុយchơiដើម្បីញ៉ាំអាហារជុំគ្នាកូនវិញនៅពេលនោះគាត់ក៏បានដួសអាហារមួយចំនួនដាក់ចូលទៅក្នុងចានរបស់កូនស្រីរបស់យើងហើយក៏បាននិយាយថាសាឯងគួរតែញ៉ាំអាហារបានច្រើនទៅជាពិសេសគឺសាច់ឯងត្រូវតែបើខ្លួនឯងបន្តិចទៅមើលទៅឯងនេះគឺស្គមខ្លាំងណាស់នៅសល់តែស្បែកដណ្ដប់ឆ្អឹងទេឬគេថាឲ្យខ្លួនបែបហ្នឹងហើយកូនសាក់របស់យើងក៏គាត់បានប្រកែកជាមួយគេទេក៏បានទទួលសាច់ហ្នឹងមកដើម្បីញ៉ាំអញ្ចឹងណាហើយក៏ញញឹមទៅកាន់គេតិចផងដែរកូនរៀនរបស់យើងក្រោយពីឃើញថាវានៅគេបានដួសអាហារទៅឲ្យកូនស្រីរបស់យើងអញ្ចឹងគឺធ្វើឲ្យគាត់មានជាការប្រច័ណ្ឌហួងហែងខ្លាំងណាស់ប៉ុន្តែគឺគាត់អត់ហ៊ានធ្វើអីទាំងអស់ដែលសិតទៅពេលនេះគឺគាត់នៅក្នុងផ្ទះចំការរបស់កូនស្រីរបស់យើងអញ្ចឹងណាខ្លាចថាមានការសង្ស័យប៉ុន្តែគាត់ក៏បានចាប់អាហារមួយចំនួនដាក់ចូលទៅក្នុងចានរបស់លីនដាផងដែរដោយសារតែគាត់ចង់មកឈឺឌឺដងទៅកាន់កូនស្រីរបស់យើងវិញហើយពេលនោះកូនស្រីរបស់យើងពិតជាងាកទៅមើលគាត់ពិតមែនដោយក្នុងចិត្តក៏ពោលទៅគិតថាតើកូនប្រុសរបស់យើងនឹងក៏ពោលតែចង់លបួងយកបងស្រីខ្លួនមែនហើយក្នុងចិត្តនឹងក៏គិតទៅថាមិនអាចឲ្យកូនប្រុសរបស់យើងនឹងសម្រេចគោលដៅបាននោះឡើយគឺខ្លួននឹងរកគ្រប់វិធីទាំងអស់ដើម្បីរារាំងមិនឲ្យកូនប្រុសរបស់យើងនឹងចូលមកចិត្តបងស្រីរបស់ខ្លួននេះចឹងណាក្រោយពីនោះពួកគេទាំង4នាក់នឹងក៏បានញ៉ាំអាហារចប់ពួកគេទាំង4នាក់ក៏បានដើរចូលទៅក្នុងបន្ទប់គេរៀងខ្លួនដែលអត់មានធ្វើសកម្មភាពអីទាំងអស់ប៉ុន្តែផ្លែអីខុសពីកូរ៉េរបស់យើងដែលគាត់បានរៀបចំផែនការមួយហើយដែលគាត់បានតាក់ទងទៅកាន់ចំណុចរបស់គាត់ឲ្យគេនឹងគឺថារកកន្លែងស្នាក់នៅមួយឲ្យគាត់ចឹងណាគឺគាត់ត្រូវចេញដំណើរទៅយប់ដងប៉ុន្តែយើងមិនដឹងថាគាត់មានកម្រងផែនការអីនោះឡើយហើយយើងបានមកមើលកូនស្រីរបស់យើងនៅវិញកំពុងតែដេកមិនសំណុកនោះទេគឺថាសង្ហេសង្ហោតែម្ដងដេកមិនលក់បក់មិនលហើយតែម្ដងណាកំពុងតែគិតថាតើពេលនេះកូនប្រុសរបស់យើងនឹងគេមកទីនេះក្នុងគោលបំណងអីទីមួយគិតថាកូនប្រុសរបស់យើងនឹងគឺកំពុងតែមកស្វែងរកខ្លួនប៉ុន្តែគំនិតមួយទៀតក៏បានផុសឡើងមកដែលបាននិយាយថាគឺកូនប្រុសរបស់យើងមកទីនោះគឺដើម្បីតែលបួងយកប្អូនស្រីរបស់ខ្លួនធ្វើជារបស់លេងបន្ទាប់ពីខ្លួនអីចឹងទៅនិយាយទៅកូនស្រីរបស់យើងកំពុងតែមានគំនិតពីរប្រឆាំងគ្នាក្នុងពេលតែមួយណាប៉ុន្តែកំពុងតែគិតហ្នឹងក៏ស្រាប់តែមានអ្នកមកគោះទ្វារកូនស្រីរបស់យើងហ្នឹងក៏ឈប់គិតហើយក៏បានដើរទៅបើកទ្វារប៉ុន្តែពេលដែលដើរមកបើកទ្វារហ្នឹងគឺថាមិនតាន់បានឃើញមុខអ្នកដែលមកគោះទ្វារផងក៏ធ្វើឲ្យកូនស្រីរបស់យើងដួលស្លាប់ដោយសារតែគេយកកសែងអ្វីមួយយ៉ាងយកមកខ្ទប់ចំពោះកូនស្រីរបស់យើងណាហើយយើងក៏មិនដឹងថាអ្នកណាគេដែរដែលធ្វើសកម្មភាពមួយហ្នឹងទៅលើកូនស្រីរបស់យើងនោះហើយសាររឿងបន្តក៏បានកាត់មកនៅក្នុងពេលព្រឹកវិញម្ដងយើងឃើញថាលីនដាពេលនេះក៏បានចូលមកក្នុងបន្ទប់របស់កូនស្រីរបស់យើងហើយប៉ុន្តែនៅពេលដែលចូលមកហ្នឹងគឺអត់បានឃើញកូនស្រីរបស់យើងនៅក្នុងបន្ទប់ទេគឺឃើញត្រឹមតែសម្បត្តិមួយច្បាប់ដែលបានសរសេរបញ្ជាក់ប្រាប់ថាឥឡូវហ្នឹងគឺបងមានការរបបបន្ទាន់គឺបងអាចនៅស្នាក់នៅក្នុងផ្ទះចំការហ្នឹងបានទេគឺបងត្រូវទៅដោះស្រាយការងារសិនអញ្ចឹងពេលដែលឯងបាត់បងក៏បារម្ភអីគឺបងទៅធ្វើការតែប៉ុណ្ណោះនៅពេលដែលឃើញសម្បត្តិមួយហ្នឹងគឺថាលីនដាហ្នឹងគឺល្អងងតែម្នាក់ឯងហ្នឹងថាតើបងរបស់ខ្លួនហ្នឹងកំពុងតែគិតអីចង់ទៅក៏ទៅចង់មកក៏មកដោយមិនខ្វល់ពីអារម្មណ៍របស់ខ្លួនជាប្អូននេះសោះដោយពេលហ្នឹងគឺគាត់ក៏មិនបានខ្វាយខ្វល់ជាមួយនឹងបងរបស់គាត់ទេដែរដែលគាត់គិតថាបងប្រុសរបស់ខ្លួនដែលជាកូនស្រីរបស់យើងហ្នឹងគឺគាត់ពិតជារវល់ការងារបន្តពិតមែនដែលចាំបាច់ត្រូវទៅអញ្ចឹងទៅបានជាបញ្ញាទៅតែមិនបានប្រាប់បាយជាសរសេរទុកសម្បត្តិឲ្យអញ្ចឹងណាប៉ុន្តែខ្ញុំមានអារម្មណ៍ថារឿងហ្នឹងដូចជាមានការសង្ស័យដល់គ្នាមានសង្ស័យដូចខ្ញុំអត់បន្ទាប់ពីដើរចេញពីក្នុងបន្ទប់របស់បងប្រុសរបស់ខ្លួនដែលជាស្រីរបស់យើងនឹងហើយគាត់ក៏បានចេញមកខាងក្រៅក៏បានជួបជាមួយនឹងកំឡោះសង្ហាវិនរបស់យើងកំឡោះសង្ហាវិនក៏បានសួរទៅកាន់លីនដានឹងថាមានឃើញកូនស្រីរបស់យើងដែរអត់ព្រោះតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ហ្នឹងគឺអត់ឃើញកូនស្រីរបស់យើងចេញមកខាងក្រៅសោះពេលហ្នឹងលីនដាក៏បានឆ្លើយទៅទាំងមុខរឿងញញឹមមិនសូវសមនឹងថាអូបងសាក់គឺគាត់ទៅធ្វើការរបស់គាត់បាត់ហើយឬថាគឺគាត់មានការរបបបន្ទាន់ទើបអាចលាជាមួយនឹងខ្ញុំនឹងបងបានអញ្ចឹងណាទើបឥឡូវនេះគាត់ចេញទៅបាត់ហើយពេលលើអញ្ចឹងវិនហ្នឹងក៏បានសួរបន្តទៀតថាឲ្យចុះបងប្រុសធွာរបស់ឯងពេលនេះគេនៅអត់អញ្ចឹងណាលីនដាក៏បានប្រាប់ថាអូបងប្រុសរបស់ខ្ញុំហ្នឹងគឺគាត់សុំទៅធ្វើការរបស់គាត់តាំងពីយប់បាត់មកម៉ែតាំងពីម៉ោងបាយហើយគឺគាត់ចេញទៅភ្លាមតែម្ដងគឺអត់បាននៅយូរនោះទេពេលហ្នឹងគឺថាវិញគឺគាត់កាន់តែសង្ស័យទៀតហើយអ្នកនរគ្នាឥឡូវកុំឲ្យយើងសង្ស័យច្រើនពេកកលេច10000អ្នកដែលត្រូវគេចាប់ចម្រិតនៅវិញម្ដងចាគឺមានជាការលក្ខណៈថាមករឿងហ្នឹងគឺកូនស្រីខ្ញុំសាច់កាមជាងគេចាគេចាប់ក៏គាត់គេធ្វើបោកក៏គាត់ទឹកភ្នែកក៏គាត់លក្ខណៈថាអើយខ្ញុំអ្នកសរសេរនេះខ្ញុំធ្វើបោកកូនស្រីខ្ញុំខ្លាំងម្ល៉េះនឹងហើយកូនស្រីរបស់យើងភ្ញាក់ដឹងខ្លួនមកក៏បានមើលជុំវិញខ្លួនដែលមើលចុះមើលឡើងហ្នឹងគឺដឹងថាទីនឹងមិនមែនជាផ្ទះរបស់គាត់ទេហើយក៏កំពុងតែសង្ស័យថាតើគាត់ត្រូវគេចាប់ចម្រិតមិនមែនហើយកំពុងតែគិតហ្នឹងអ្នកដែលចាប់ចម្រិតរបស់គាត់ហ្នឹងក៏ចេញមុខមកហើយអ្នក
đây chờ mò nó có viên ná tê nè cái này cứ chia còn điện từng ngày man thả man không biết viên ná tê ra bị đây con sấy nhom nằng lại cái ná ta ôi sao lạnh cái này na tại thơ bao cái này chọn đáy chọn chân cái này hay chơi nhục mọt thiệt có thể bảo dưỡng về để cây cô pro bảo dưỡng trình mò dưỡng cậu cái trong xu và tay xu ăn cài nè này để ra mọt đó cái tay cái dội mà nhục mọt chật hay cô pro dưỡng nó cờ chân thiệt đây là đa cho mà đã hay cái xu có thể bảo dưỡng tha nhưng mà nhập ao mà nó phải để cây nhom chẳng hay ai mình gì mực chứ mà hay cần vậy nắng cái cô ăn cái tên ha cô sẽ bảo dưỡng vậy ăn chơi để sao tại dội thì nhục mọt cái này chơi tầm mày ôi nhục keng con pro mình tên cáiไปคืนท่าก็เสียบอย่างนั้นอาจจะต่อหมอยกอดแต่กอดในคืนท่าก็กอดเยอะไอ้แต่หยกมัดก็เสียบอย่างไอ้จังนั้นนะแต่ไปนั่งก็กอดได้แต่โยไอ้ใจปีกนุ่งมัดก็เสียบอย่างนั้นต่างก็รอแต่โยใจเพียมจ่าปีสมัยต่อสายไปรู้ใจปีมัดก็ใส่ขยมคือท่าแรบเยอะตายดองcô pro nó có lần bắt này tổng thông giết con gì bắt nhau này có chung một cái đây nữa người ta đẹp vô bỏ hết á mình đừng sẽ la tề thầy cô pro cái bàn nhiệt tha và xin chị anh đây ta chê khiêm tiết khiêm vô anh thì nhọc một anh tiết của bài bàn vậy chạy chìm can tê bên lên cái thao chơi có gì bao nhiêu mình tự khai nhá chê tiền nào cái này nằng chê tiền cô pro bao nhiêu lực nó cứ thao vô anh thì nhọc một tê cha cứ ao vô một còn đứng từ thao một cơ thể nhau đang ta ôi slide kiểu vậy vật mọn đang lâu mới nở cái gì chà và ta bị cái khăm chu kia riêng chu của xóm từ cái bản làng và tay cô sẽ trong cái tha tặng họ cho trên slam đừng hai cái tha là tập họ cái bà răng này vậy mình sẽ đạp cái này á và ta bị cô phụ bao nhiêu bản làng ai mình sẽ thấy phim cô sẽ bảo dưỡng cái tha mình chỉ ca một em lần có hôm đi chụp fly các bạnจะรอแม่นี่คือ fly ตลอดอุ้ยลังหงแหวนใหญ่ลังตราไอ้bên đó côประกับบันสูติธาบันสุนทรีอ้างจังในที่นี้จะมวยขยมเอาเมียนสเปียมันก็จังให้ไอ้เตะทัวร์ตามขยมกรุบยางยี่จับจุดเกมมาให้จังไอ้เกทัวร์ตามคนไอ้ใดเมียนสเปียมันก็หรือเป็นท่าทัวร์ตามกรุบยางยี่ก็คลาแล้วก็เปล่าก็ใช่บางอย่างอัดปากไก่ให้ก็อัดต่อว่าได้จ้ะcái nước xiêm phỏngได้ยี่ตั้งเป็นนี่คือท่าทัวร์โดยจุดมาละกังได้มาดองก็เปล่าได้อัดจังไอ้ก็ใส่บางอย่างมัวมาอยู่ครูติดจ้ะก็ตัวสไลด์จำลองเชิงปีได้หนังเชิงจ้ะปนใต้เมื่อได้ก็ใส่เขียมพองจ้าหลังสนามก็หอมมาให้เอ้ยเดินอยู่ไปได้มาใส่เต้นนี่โอ้ยซองจูบแล้วกลายกับมาก็ใส่เขียมจูบไปได้มาทั้งทีได้mà rương đang nhầm vậy mà nhưng hôi chết luôn ai ta sẽ chạy rương trên mấy ban thì ai có pro thời bao cơ thời nhầm ra thằng này ok à lớn việc dân việc tìm một hay cái chập thầm nắng sân ái chọn đang hà rương ở những việc cái có gì bao dân mình thì ca trong song sạc con pro ba được việc na cha chăm từ sân ái tặng ngó cái này với sầm rái to tiếp chữ ăn một tê cái ta biết sao như ngày bye bye chăm chú cái này là cái video cài